នៅសួស្តីបងប្អូនថ្ងៃនេះខ្ញុំមកបង្ហាញបងប្អូនអំពីរបៀបការពារសន្លឹកកិច្ចការនៅក្នុងតារាង Excel ដែលម្ដុំនេះគឺម្ដុំដែលយើងបានចងជារូបមន្តហើយយើងត្រូវការពារកុំឲ្យមានការលុបហើយសម្រាប់ម្ដុំនេះគឺតំបន់ដែលឲ្យគេអាចបញ្ចូលទិន្នន័យបានបាទឬក៏លុបបានកែបានដោយសារយើង select តំបន់នេះមកបាទយើងចុច control បូកលេខ1ឬក៏ mouse ស្ដាំហើយយកពាក្យformat cell ក៏បានត្រង់នេះយើងចូលទៅកាន់ពាក្យ protect មកហើយយើងដោះ tick ចេញដើម្បីឲ្យគេអាចបញ្ចូលបាននៅម្ដុំដែលយើង select មិញហើយបាទបន្តមកទៀតយើងចូលទៅក្នុង review ទៅលើreview ហើយបាទពីទៅកន្លែង protect ទៅមកយើងវាយលេខសម្ងាត់យើងវាយលេខប្រមាណក៏បានឥឡូវយើងវាយ1ដល់3ហើយចុច OK បាទនឹងបញ្ជាក់លេខសម្ងាត់ម្ដងទៀត1 2 3បាទអូខេដូច្នេះយើងបានកន្លែងដែលយើងអាចបញ្ចូលបាននេះគឺយើងអាចលុបឬកែទិន្នន័យបានប៉ុន្តែសម្រាប់មកដែល highlight ដែលយើង protect មិញបាទមិនអាចបានធ្វើបានទេបាទពេលប៉ះទៅគឺបាទ delete បែបនេះបាទតែប៉ុណ្ណឹងយើងអាចការពារតំបន់មិនឲ្យគេអាចលុបបានទៀតឡើយសូមជួយចុច like និង subscribe ដើម្បីទទួលបានវីដេអូថ្មីបន្ថែម